លោកគ្រូដាក់ថ្មិញស្ពានល្អអត់តែដាក់ថ្មិញស្ពានមានគុណសម្បត្តិនិងគុណវិបត្តិគុណសម្បត្តិវាគឺវាធូរថ្លៃគុណវិបត្តិវាអ្នកនាងត្រូវការឆាបថ្មិញសងខាងធ្វើជាបកគោលដើម្បីយើងអាចដាក់ថ្មិញស្ពាននឹងបានជាប់ណាយើងទុកចោលយូរហើយយើងប្រើស្ពានណាថ្ងៃក្រោយវានឹងស្រក់ឆ្អឹងកាលណាស្រក់ឆ្អឹងយូរទៅវាធ្វើឲ្យថ្មិញសងខាងនេះខូចក្នុងករណីអ្នកនាងអត់បានព្យាបាលបានត្រឹមត្រូវឬក៏ប្រើប្រាស់គ្រាប់ថ្មិញដែលវាអត់ល្អទៅលើថ្មិញស្ពានវាអាចជ្រាបទឹកវាមានបញ្ហាច្រើនណាស់អ្នកនាងជំរើសក្រៅពីការធ្វើថ្មិញស្ពានហ្នឹងយើងគួរធ្វើថ្មិញបែបណាល្អជាងថ្មិញស្ពានមួយការធ្វើល្អជាងថ្មិញស្ពានយើងមានជំរើសមួយទៀតគេហៅដាំបង្គោលថ្មិញនៅក្នុងឆ្អឹងអ្នកនាងបាត់មួយគេធ្វើតែមួយទេគេអត់ធ្វើថ្មិញសងខាងធ្វើជាបកគោលទេមុននឹងធ្វើការដាំបង្គោលឆ្អឹងយើងត្រូវការពិនិត្យមើលឆ្អឹងឬបើឆ្អឹងមុនយើងដាំបង្គោល implant ណាហើយសួរតែគុណសម្បត្តិវាមានបែបហ្នឹងហើយវាមានគុណវិបត្តិអត់គុណវិបត្តិវាគឺវាថ្លៃណាស់នេះអាចគឺខ្លះក៏អត់មានលទ្ធភាពឬអត់មានថវិកាច្រើនក្នុងការដាំបង្គោលឆ្អឹងទេគាត់អាចជ្រើសរើសប្រភេទថ្មិញស្ពានអាចដល់ 4-5 ឆ្នាំគាត់មានលទ្ធភាពទៀតគាត់អាចដូរប្រភេទថ្មិញស្ពានទៅជាការដាំបង្គោលថ្មិញនៅក្នុងឆ្អឹងដែលយើងស្រោបមកគ្រាប់ដាច់យើងអត់តោងគ្នាដូចប្រភេទថ្មិញស្ពានទេថ្មិញស្ពានប្រើប្រាស់បានស្រួលអត់តែតោះមួយថ្មិញស្ពានប្រើប្រាស់ក៏បានស្រួលដែរបើសិនជាអ្នកព្យាបាលថ្មិញបានត្រឹមត្រូវមុនយើងស្រោបថ្មិញយើងត្រូវការឆាបថ្មិញសងខាងមែនប៉ុន្តែយើងត្រូវការព្យាបាលឲ្យបានត្រឹមត្រូវមានន័យថាអត់ឲ្យមានបញ្ហាស្រាវអត់មានបញ្ហាឈឺអ្នកនេះអាចស្រោបបានហើយតែបើសិននៅក្នុងករណីអ្នកនេះអត់បានព្យាបាលត្រឹមត្រូវទេមានន័យថាថ្មិញស្ពានអ្នកនេះប្រើទៅវាមានបញ្ហាស្រាវឈឺហ្នឹងដោយសារទី1លើការព្យាបាលអញ្ចឹងបាទលោកគ្រូព្យាយាមផ្ដោតសំខាន់ជាងគេលើការព្យាបាលថ្មិញបើសិនតែព្យាបាលថ្មិញអត់បានល្អទេអ្នកនេះដាក់គ្រាប់ថ្មិញប្រភេទថ្លៃប៉ុណ្ណាក៏អត់បានការដែរណាហើយ implant គឺល្អសម្រាប់បងប្អូនដែលគាត់មានថវិកាគ្រប់គ្រាន់ក្នុងការធ្វើតែគ្រាន់តែ implant ក៏យើងអាចបង់ប្រចាំខែបានដែរណាសម្រាប់អ្នកជំងឺដែលគាត់អត់មានលទ្ធភាពទាំងអស់យើងអាចបង់ 50% អាចបង់ប្រចាំខែបានហើយអត់មានការប្រាក់ទេណា clinic លោកគ្រូគឺអត់ផ្ដោតលើការប្រាក់ទេអ្នកគ្នាបង់តាមលទ្ធភាពរបស់អ្នកគ្នាហើយទៅមួយថ្មិញស្ពានលោកគ្រូក៏មានធ្វើដែរប៉ុន្តែសំខាន់លើការព្យាបាលបានត្រឹមត្រូវណាព្យាបាលហើយរើសគ្រាប់ធ្មេញប្រភេទចាប់ពីស៊ីកូនីឡើងលើអាហ្នឹងវាគ្រាប់ធ្មេញយើងវាបានប្រើប្រាស់បានយូរអង្វែងជាងប្រភេទសេរ៉ាមិចបើសិនអ្នកនេះចង់ប្រើជាបដិអាសន្នទេអ្នកនេះអាចប្រើប្រាស់ទៅប្រហែលរយៈពេលឬក៏1ឆ្នាំ2ឆ្នាំយើងអ្នកនេះចាំផ្លាស់ប្ដូរទៅ5ឆ្នាំដល់10ឆ្នាំវាចាប់ដើមអង្គើខូចឬធ្មេញកំណើតហើយអ្នកនេះអាចជួយ follow TikTok ម្នាក់មួយទៅ follow page ណាដើម្បីតាមដានព័ត៌មានបន្ថែមទាក់ទងមួយសុខភាពមាត់ធ្មេញឬក៏អាចសាកសួរបានតាម Telegram ក៏បានឬក៏អាច comment នៅក្នុងវីដេអូនេះក៏បាននៅពេលគ្រូទំនេរលោកគ្រូព្យាយាមបកស្រាយទៅកាន់អ្នកនរគ្នាដើម្បីជាចំណេះដឹងហើយកុំភ្លេច share វីដេអូមួយនេះទៅកាន់អ្នកជំងឺដែលផ្សេងទៀតដែលក៏បានដឹងណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយអាចចុច link ទៅតាម Telegram លោកគ្រូតាម TikTok បានហើយ join group ដើម្បីសាកសួរព័ត៌មានបន្ថែមទាក់ទងមួយសុខភាពមាត់ធ្មេញ